Thằng gì thằng mày giận nó nhung á xa khơi kia này dậy pi anh ha promote ai bạn việc ta càng chia content creator ai chẳng na nhà sau nhung vào trong share one of my experience còn pe mà nhận mua này nhung ăn chụp bằng đài nhung ở ngày mua nhung nó xem việc mua mai nó của chúng ta xem việc làm bài thought âm vì sau pe nó nhung còn là vốn nó xem việc hay có dân còn off on ជាមួយ internet ដោយសារតែវាអត់ sustainable ទេអញ្ចឹង internet ទេសូមមានបងស្រីម្នាក់គាត់ឆាតមកខ្ញុំចង់តាក់ទងខ្ញុំ promote អីវ៉ាន់ពាក់ព័ន្ធ promote អីវ៉ាន់តាក់ទងជាមួយនឹងអីខ្ញុំភ្លេច scrap ស្បែកឬក៏អីឯងយ៉ាគាត់ក៏ឆាតមកសួរយើងថាគាត់ចង់តាក់ទងខ្ញុំ promote អីវ៉ាន់ promote អីចឹងតែយើងទទួល promote អត់ហើយខ្ញុំក៏គាត់ reply គាត់ព្រោះដោយសារតែ internet យើងវា slow តម្រាំតែយើងឃើញឆាតគាត់តម្រាំតែយើង reply ទៅវាចេញទៅវិញអីចឹងណាខ្ញុំក៏ reply គាត់ថាខ្ញុំទទួល promote ធម្មតាហើយខ្ញុំសួរគាត់ថាអីវ៉ាន់គាត់អីគេវិញអីចឹងទៅហើយគាត់ក៏ប្រាប់ថាដូចជា scrap ស្បែកឬក៏អីខ្ញុំភ្លេចទេឬក៏ម៉ាស់ធម្មជាតិខ្ញុំភ្លេចហើយភ្លេចខ្លាំងតិចណាចាពេលអញ្ចឹងទៅគាត់ក៏សួរតម្លៃខ្ញុំថាតើខ្ញុំគិតតម្លៃប៉ុន្មានអីប៉ុន្មានហើយខ្ញុំក៏សួរគាត់ថាតើគាត់ចង់ខ្ញុំធ្វើប៉ុន្មានវីដេអូស្រាប់ promote តម្លៃវីដេអូវាបើសិនគាត់យកវីដេអូវាថ្លៃបើគាត់យកកាន់តែច្រើនយើងអាច discount គាត់បានថាយកមួយវាតម្លៃប៉ុណ្នេះបើគាត់យក3តម្លៃប៉ុណ្នេះបើគាត់យក5ប៉ុណ្នេះអញ្ចឹងវាអញ្ចឹងវាខុសគ្នាអញ្ចឹងទៅខ្ញុំក៏ប្រាប់តម្លៃទៅគាត់ហើយអញ្ចឹងទៅខ្ញុំក៏សួរគាត់ហើយគាត់ក៏ប្រាប់ថាគាត់ចង់ឲ្យខ្ញុំធ្វើប៉ុន្មានវីដេអូក្នុងមួយខែខ្ញុំត្រូវខុសប៉ុន្មានវីដេអូអីចឹងទៅហើយខ្ញុំក៏ប្រាប់តម្លៃទៅគាត់ថាគាត់យកមកវីដេអូប៉ុណ្នេះគាត់យក3វីដេអូប៉ុណ្នេះគាត់យក5វីដេអូប៉ុណ្នេះគាត់យក10វីដេអូប៉ុណ្នេះខ្ញុំផ្ញើតម្លៃអស់ហ្មងអាហ្នឹងអីដែលគាត់បាន respond មកខ្ញុំវិញនោះគឺគាត់និយាយថាអូថ្លៃគាត់អត់ expect ថាតម្លៃខ្លួនខ្ញុំប៉ុណ្ណឹងទេខ្ញុំនិយាយមែនខ្ញុំ be like what the fuck ខ្ញុំយល់ថាអាហ្នឹងជាសិទ្ធិរបស់គាត់អាចគិតអញ្ចឹងបានប៉ុន្តែក្នុងនាមជាមនុស្សហើយគាត់ឆាតមកតាក់ទងការងារខ្ញុំមិនមែនខ្ញុំទៅសុំគាត់ទេណាគាត់អាចគិតអញ្ចឹងបានតែគាត់គួរនិយាយសម្ដីអញ្ចឹងមួយខ្ញុំទេហើយគាត់គិតថាខ្ញុំនឹងតម្លៃខ្លួនខ្ញុំវាថោកមែនគាត់និយាយអញ្ចឹងខ្ញុំគាត់ថាតម្លៃខ្លួនខ្ញុំនឹងខ្ពស់អញ្ចឹងហើយគាត់ថែមថាព្រោះដោយសារតែគាត់អត់មានបាត់ចិត្តទេសម្រាប់ local brand គាត់ទៅបង្កើតថ្មីថ្មោងដែរអញ្ចឹងគាត់មានបាត់ចិត្តសម្រាប់ promote អីច្រើនគាត់បាន introduce ខ្ញុំពីដើមមកដែរថាគាត់ local brand អញ្ចឹង actually បើសម្រាប់ខ្ញុំហ្មងសម្រាប់ local brand គាត់មិនមែនជា brand ធំ brand តូចអីដែលគាត់ទៅ start up business ហើយខ្ញុំចង់ជួយហ្មងតែអ្នកខ្លះខ្ញុំអត់ធ្វើវីដេអូឲ្យខ្ញុំយកលុយក៏ខ្ញុំមានដែរ yes and ដល់ពេលគាត់និយាយសម្ដីមួយខ្ញុំថាគាត់អត់គិតថាតម្លៃខ្លួនខ្ញុំខ្ពស់អញ្ចឹងវាគាត់ធ្លាប់ធ្វើមួយ content creator គេផ្សេងអ្នកធ្វើវីដេអូផ្សេងគេយកថោកអីចឹងអាហ្នឹងគេអានេះខ្ញុំហើយអត់គួរនិយាយមួយខ្ញុំថាអត់គិតថាតម្លៃខ្ញុំអញ្ចឹងទេបើប្រាប់ថាបើអត់មានបាត់ចិត្តជួលនិយាយមកថាតម្លៃបងឯងរៀងខ្ពស់លើសពីបាត់ចិត្តខ្ញុំមានហើយតែខ្ញុំអាចសុំចោលចាចាបានអត់ដោយសារខ្ញុំចាស់ខ្ញុំជួយហ្មងខ្ញុំនិយាយមែនហើយដល់ពេលមកនិយាយខ្ញុំអញ្ចឹងខ្ញុំកាំងហើយខ្ញុំក៏សេនឆាតគាត់ចោលទៅវាថាគាត់ខុសស្ដាប់អាពាក្យសម្ដីគាត់និយាយថាខ្ញុំអត់គិតថាតម្លៃខ្លួនថ្លៃអញ្ចឹងខ្ញុំកាំងខួរហ្មងហើយខ្ញុំកំពុងនៅសេមៀបជិះម៉ូតូជិះឡានតាមផ្លូវទៀតខ្ញុំកាំងខួរនៅហ្នឹងហ្មងហើយខ្ញុំក៏សេនឆាតគាត់ចោលហើយលុបឆាតខ្ញុំអត់ត reply ខ្ញុំសេនហើយលុបឆាត delete ឆាតហ្នឹងខ្ញុំចោលទាំងអស់ខ្ញុំនិយាយមែនហ្មងមួយថោស៊ីអីទៅមកឲ្យបងមកធ្វើច្រឹងអញ្ចឹងមក business មកមិនដាទៅមកទៅមកធ្វើច្រឹងអញ្ចឹងហ្នឹងតែធ្វើការមួយគេផ្សេងធ្វើការម្ដងទេមិនយល់ធ្វើការមួយទេបើបងឯងសម្ដីអញ្ចឹងខ្ញុំហត់សាហាវសូអានេះជាអីដែលខ្ញុំធ្លាប់បានជួបពេលដែលខ្ញុំចាប់ដើមធ្វើវីដេអូ promote អីចឹងណាអ្នកគ្នាហើយមួយទៀតខ្ញុំឃើញមួយយ៉ាងហ្នឹងវាថាបងប្អូនយើងមានជាការចាប់ដើមចង់ធ្វើជា content creator ចង់ធ្វើជាអ្នក review product អីផ្សេងហើយរហូតដល់រឿងហ្នឹងវាធ្វើឲ្យមានជាការបោកប្រាស់អីចឹងខ្ញុំបានឃើញគាត់ត្រូវបានគេបោកគេតាក់ទងមកឲ្យគាត់ promote អីបានអីចឹងទៅ actually ខ្ញុំចង់ share ដល់អ្នកចេះព្រោះដោយសារតែខ្ញុំស្ដាប់វីដេអូគាត់ហ្នឹងទៅគឺ style ចេញពីដំបូងមកគឺបោកឲ្យព្រោះហៅគាត់ promote អីវ៉ាន់ប៉ុន្តែឲ្យគាត់ទិញអីវ៉ាន់ហ្នឹងយកទៅថត promote ព្រោះថាម្ចាស់ brand អីវ៉ាន់ហ្នឹងហៅគាត់ promote ប៉ុន្តែអត់ផ្ញើអីវ៉ាន់ហ្នឹង free ឲ្យគាត់ promote ទេឲ្យគាត់ទិញអីវ៉ាន់ហ្នឹងហើយឲ្យគាត់ទិញអីវ៉ាន់ហ្នឹងយកទៅប្រើថតវីដេអូហើយមិនគាត់ឲ្យលុយថ្លៃ promote តើមានបងប្អូន content creator ណាដែលគាត់ធ្លាប់ជួបរឿងហ្នឹងអត់ខ្ញុំវាអត់ឧទាហរណ៍គេហៅខ្ញុំ promote អាហ្នឹងគឺគេត្រូវផ្ញើអាហ្នឹងឲ្យខ្ញុំប្រើតែផ្ញើអីវ៉ាន់ហ្នឹងឲ្យខ្ញុំប្រើដើម្បីខ្ញុំមានអីវ៉ាន់ហ្នឹងថតវីដេអូឲ្យគាត់វាអញ្ចឹងមិនមែនត្រូវឲ្យខ្ញុំទិញហើយអញ្ចឹងទេហើយសូម្បីតែថ្លៃសេវាដឹកក៏អត់ត្រូវចេញឲ្យគាត់ដែរព្រោះម្ចាស់ product ហ្នឹងម្ចាស់អីវ៉ាន់ហ្នឹងគាត់ត្រូវ respond ទាំងអស់គឺធ្វើម៉េចឲ្យបានអីវ៉ាន់ហ្នឹងមកដល់ដៃយើងទៅយើងមានទូនាទីថតវីដេអូផុសឲ្យគាត់អញ្ចឹងនេះជាអីដែលខ្ញុំចង់ចែករំលែកទៅបងប្អូនឬក៏អ្នកដែលគាត់តាមតែ start up ជាមួយនឹងការធ្វើវីដេអូ promote ហ្នឹងអីចឹងណាហើយកុំឲ្យមានជាការចាញ់បោកគេអីចឹងទៅមិនថាលុយតិចលុយច្រើនទេទៅព្រោះសម័យនេះលុយរៀងពិបាករកដែរចាចូលវីដេអូខ្ញុំមានប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាអីដែលខ្ញុំចែករំលែកហ្នឹងអាចជួយទៅអ្នកដែលគាត់អត់ដឹងពីរឿងហ្នឹងបានអរគុណបាយ